ស្វាគមន៍អ្នកទាំងអស់គ្នាជួបគ្នាជាថ្មីក្នុងការរាយការណ៍ព័ត៌មានសំខាន់ប្រចាំថ្ងៃតើហេតុអ្វីបានជាលោកដូណាល់ត្រាំមិនទទួលបានពាន Nobel សន្តិភាពប្រចាំឆ្នាំ2025ចឹងឃើញថាមួយរយៈចុងក្រោយនេះគឺផ្ទុះការតាមដានខ្លាំងមែនទែនជុំវិញការលើកឡើងដែលថាប្រធានាធិបតីសហរដ្ឋអាមេរិកនឹងសមតែនឹងទទួលបានពានរង្វាន់ Nobel ពិភពលោកសន្តិភាពឆ្នាំ2025ដោយសារកត្តាមួយចំនួនដែលគេទើបនឹងឃើញគឺប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនឹងបានប្រឹងប្រែងអាកាត់ដើម្បីបញ្ចប់សង្គ្រាមឬក៏ចំនួនមួយចំនួនរវាងប្រទេសនិងប្រទេសក៏ប៉ុន្តែអ្នកប្រតិកម្មជាច្រើនគឺមិនបានដឹងអំពីលក្ខខណ្ឌនៃការទទួលបានពាននេះទេចឹងខាងក្រោមនេះគឺជាលក្ខខណ្ឌមួយចំនួនដែលបន្ទាប់ពីអ្នកស្ដាប់ហើយគឺនឹងបានស្ងប់ចិត្តតាមពិតកាលបរិច្ឆេទតែងតាំងបេក្ខភាពឬក៏ជាបុគ្គលឯកជននិងជាតំណាងអង្គការក្តីសម្រាប់រង្វាន់ Nobel សន្តិភាពឆ្នាំ2025នេះគឺបានផុតកំណត់នៅត្រឹមថ្ងៃទី31ខែមករាឆ្នាំ2025មកម្លេះខណៈដែលលោកដូណាល់ត្រាំនេះគឺបានឡើងកាន់អំណាចកាលពីថ្ងៃទី20ខែមករាឆ្នាំ2025គឺមុនការបិទនៃការដាក់ពាក្យត្រឹមតែរយៈពេល11ថ្ងៃប៉ុណ្ណោះចឹងក្នុងរយៈពេល11ថ្ងៃនេះគឺលោកដូណាល់ត្រាំនេះគឺមិនទាន់បានធ្វើអ្វីទាំងអស់សម្រាប់សក្តានុពលបញ្ចប់សង្គ្រាមណាមួយនៅលើពិភពលោកសមាជិកនៃគណៈកម្មាធិការ Nobel សន្តិភាពពិភពលោកនៃប្រទេស Norway គឺអាចបន្ថែមឈ្មោះបន្ថែមទៀតនៅក្នុងបញ្ជីក្នុងអំឡុងពេលកិច្ចប្រជុំលើកដំបូងរបស់ពួកគេដែលឆ្នាំនេះគឺត្រូវបានធ្វើឡើងនៅថ្ងៃទី28ខែកុម្ភៈកាលពីដើមឆ្នាំមកម្លេះយោងតាមការផ្សព្វផ្សាយរបស់គណៈកម្មាធិការមានបេក្ខជនចំនួន338នាក់ដែលត្រូវបានស្នើនិងតែងតាំងសម្រាប់រង្វាន់ Nobel សន្តិភាពសម្រាប់ឆ្នាំ2025ដែលនៅក្នុងនោះគឺមាន244នាក់ដែលជាបុគ្គលឯកជននិង94នាក់តំណាងឲ្យអង្គការដូច្នេះសរុបទាំងអស់គឺមានដល់ទៅ338បេក្ខភាពចំនួននេះគឺមានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបទៅនឹងឆ្នាំ2024ដែលមានបេក្ខជនសរុបចំនួនតែ286នាក់ប៉ុណ្ណោះចំនួនបេក្ខជនដែលត្រូវបានស្នើឈ្មោះច្រើនជាងគេគឺនៅក្នុងឆ្នាំ2016ដែលមានបេក្ខជនរហូតដល់ទៅ376នាក់សម្រាប់ស្នើដាក់ជាបេក្ខភាពដើម្បីទទួលពានរង្វាន់ Nobel សន្តិភាពពិភពលោកយោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការកាលពីថ្ងៃទី5ខែមីនាឆ្នាំ2025អ្នកដែលឈ្នះរង្វាន់ Nobel សន្តិភាពពិភពលោកប្រចាំឆ្នាំ2025គឺត្រូវបានប្រកាសនៅថ្ងៃសុក្រទី10ខែតុលាដោយពិធីប្រគល់រង្វាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី10ខែធ្នូឆ្នាំ2025នេះនៅទីក្រុងអូស្ឡូនៃប្រទេសណ័រវេសតើម្ចាស់ជ័យលាភីពានរង្វាន់ Nobel សន្តិភាពឆ្នាំ2025គឺលោកស្រី Maria Corina Machado គឺជានរណានៅទីបំផុតក្នុងឆ្នាំ2025នេះម្ចាស់ជ័យលាភីពានរង្វាន់ Nobel សន្តិភាពប្រចាំឆ្នាំ2025គឺត្រូវបានរកឃើញហើយគឺមិនមែនបានទៅលោកដូណាល់ត្រាំនោះទេគឺបានទៅលោកស្រី Maria Corina Machado ដែលមកពីប្រទេសវេណេស៊ុយអេឡាគឺជាប្រទេសដែលកំពុងតែមានភាពតានតឹងខ្លាំងជាមួយនឹងលោកដូណាល់ត្រាំតែម្ដងគណៈកម្មាធិការ Nobel ពិភពលោកបានបញ្ជាក់ថាខ្លួនសម្រេចផ្ដល់រង្វាន់ Nobel សន្តិភាពនេះទៅដល់លោកស្រី Machado ពីព្រោះថាលោកស្រីបានធ្វើការមិនចេះនឿយហត់ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជនវេណេស៊ុយអេឡានិងការតស៊ូរបស់លោកស្រីដើម្បីសម្រេចបានក្នុងការផ្លាស់ប្ដូរដោយយុត្តិធម៌និងសន្តិភាពពីរបបផ្ដាច់ការទៅជាលទ្ធិប្រជាធិបតេយ្យទន្ទឹមនោះដែរប្រធានគណៈកម្មាធិការនេះបាននិយាយថាលោកស្រី Machado បានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់ដែលលក្ខខណ្ឌបានតម្រូវលោកស្រីបាននាំក្រុមប្រឆាំងរបស់ប្រទេសឲ្យមករួបរวมគ្នាជាមួយជំហរដ៏រឹងមាំក្នុងការគាំទ្រឲ្យមានការផ្លាស់ប្ដូរដោយសន្តិវិធីឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យម្ចាស់ជ័យលាភីពានរង្វាន់ Nobel ពិភពលោកសន្តិភាពរូបនេះតំណាងឲ្យក្តីសង្ឃឹមសម្រាប់អនាគតកន្លែងមួយដែលការពារសិទ្ធិពលរដ្ឋពេញលេញនៅថ្ងៃអនាគតប្រជាជននឹងមានសេរីភាពក្នុងការរស់នៅដោយសន្តិភាពលោកស្រី Machado កើតនៅថ្ងៃទី7ខែតុលាឆ្នាំ1967នៅក្នុងទីក្រុង Caracas នៃប្រទេសវេណេស៊ុយអេឡាតែម្ដងលោកស្រីបានរៀនចប់ផ្នែកវិស្វកម្មឧស្សាហកម្មនៅសាកលវិទ្យាល័យ Andrés Bello Castellet និងសញ្ញាបត្រឯកទេសផ្នែកហិរញ្ញវត្ថុផងដែរមុនពេលចូលប្រឡូកក្នុងឆាកនយោបាយនៅក្នុងឆ្នាំ1992លោកស្រីបានបង្កើតមូលនិធិមួយដែលមានឈ្មោះថា Athenia Foundation ដែលធ្វើការដើម្បីជួយកុមារគ្មានទីពឹងនៅតាមដងផ្លូវនៅក្នុងទីក្រុង Caracas នៅឆ្នាំ2001លោកស្រីបានចូលរួមបង្កើតក្រុម Zumed ដែលជាអង្គការមិនមែនរដ្ឋាភិបាលគឺផ្ដោតលើការត្រួតពិនិត្យការបោះឆ្នោតនិងលើកកម្ពស់តម្លាភាពលុះដល់ឆ្នាំ2010លោកស្រីបានចូលឈ្មោះជាសមាជិករដ្ឋស
ភាវេណេស៊ុយអេឡាហើយបានឈ្នះដោយទទួលបានសម្លេងឆ្នោតច្រើនជាងគេក្នុងចំណោមបេក្ខជនទាំងអស់លោកស្រីបានបំពេញតួនាទីជាសមាជិកសភារហូតដល់ឆ្នាំ2014មុននឹងត្រូវបានបណ្តេញចេញដោយរបបដឹកនាំនៅក្នុងឆ្នាំ2012លោកស្រីបានបង្កើតគណបកនយោបាយប្រឆាំងដែលហៅថា Vente Venezuela ដែលលោកស្រីបន្តដឹកនាំជាអ្នកសម្របសម្រួលថ្នាក់ជាតិលោកស្រីក៏ត្រូវបានចាត់ទុកថាជាមេដឹកនាំគណបកប្រឆាំងដែលមានឥទ្ធិពលបំផុតបន្ទាប់ពីលោក Hugo Chavez ដែលមានប្រជាប្រិយភាពខ្ពស់ក្នុងការប្រឆាំងរដ្ឋាភិបាលរបស់លោក Maduro នៅខែតុលាឆ្នាំ2023លោកស្រីបានឈ្នះការបោះឆ្នោតបឋមរបស់គណបកប្រឆាំងដោយសម្លេងគាំទ្រលើសពី 92% ដើម្បីក្លាយជាបេក្ខភាពប្រធានាធិបតីសម្រាប់ឆ្នាំ2024ទោះបីជាយ៉ាងណាក៏ដោយលោកស្រីត្រូវបានរដ្ឋាភិបាលហាមឃាត់និងមិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតរយៈពេល15ឆ្នាំក្រោយបទចោទប្រកាន់មិនច្បាស់លាស់ពាក់ព័ន្ធការរារាំងដំណើរការប្រជាធិបតេយ្យរបស់ប្រទេសត្បិតតែត្រូវបានហាមឃាត់មិនឲ្យលោកស្រីចូលរួមបោះឆ្នោតក៏ប៉ុន្តែលោកស្រីនៅតែបន្តដឹកនាំយុទ្ធនាការគាំទ្របេក្ខភាពដែលជំនួសលោកស្រីគឺលោក Edmundo Gonzalez Urrutia ដែលបានឈ្នះការបោះឆ្នោតជាប្រធានាធិបតីកាលពីខែកក្កដាឆ្នាំ2024